ជំរាបសួរលោកគ្រូខ្ញុំឈ្មោះស្រិនថារាមកពីក្រុមSV2433ថ្ងៃនេះគឺខ្ញុំមកdemo តទៅក្នុងវីដេអូពន្យល់កូដពីការធ្វើហ្គេមដោយប្រើPython និង Py Game នេះគឺជា folder ដែលខ្ញុំកើតមានmain មាន AOC ហ្នឹងមាន file ក្នុងខ្ញុំទៀតមាន asset មាន sound មាន image ហើយអានេះគឺជា file alas ដែរជា character ខ្ញុំគូរខ្លួនឯងតើមកខ្ញុំនឹងធ្វើការ CMD ទៅធ្វើការ run នេះគឺជា screen game ដែលមានឈ្មោះ Monkey Running នេះមានប៊ូតុង3គឺប៊ូតុង play ប៊ូតុង introduction ហើយនិងប៊ូតុង exit ដោយក្នុង game ហ្នឹងវាតកតងទៅនឹង player និង control monkey ហ្នឹងឲ្យវាចាំ over obstacle fire rock and spark នឹងឲ្យវាclick ទៅលើបាយណាដើម្បីយក point ដើម្បីយកបន្ទុកហ្នឹងហើយវានឹងហើយក្នុង game ហ្នឹងគឺវាមាន20 level ហើយដល់ពេលនៅក្នុងប៊ូតុងបើសិនបើយើងចុចប៊ូតុង play វានឹងចុចទៅលេងបើសិនបើយើងចុចប៊ូតុង introduction វានឹងប្រាប់ពីរបៀបដែលយើងលេងដែលយើងចុច space ឬក៏ up arrow ហ្នឹងវានឹងចាំយើងចុច P វានឹង pause ឬក៏ unpause ចុច escape វានឹង return ទៅ main menu វិញហើយបើសិនបើយើង click បានណាបានមួយវានឹងបាន10បន្ទុកហើយបើយើងប៉ះបើយើងចាំទៅវាប៉ះ fire ឬក៏ speak ហ្នឹងវានឹង obstacle ហ្នឹងវានឹង game over ហើយ service love enough វាគឺ20 level នឹងឈ្នះហើយបើសិនយើងចុចប៊ូតុង back វានឹងមក screen ដើមវិញយើងចុច play មកដោយសារអញ្ចឹងហើយអា score ដែលយើងលេងបានវិញ110មានន័យថាយើង collect បានណាបាន11បានដោយសារមួយបានណាយើងអាចបាន10 point ហើយដោយសារនេះបន្ទុកដែល best score វា730គឺអាហ្នឹងមានន័យថាយើងធ្លាប់លេងពីមុនមកបន្ទុកដែលយើងលេងខ្ពស់បំផុតគឺបានប៉ុណ្ណឹងហើយដោយសារមិនខ្ញុំលេង game over បើសិនបើយើងចុច menu វានឹងទៅ screen ដើមវិញសាកលេងម្ដងទៀតបើសិនយើងចុច exit វានឹងចេញហើយដោយក្នុង game ហ្នឹងគឺលើសលេងហ្នឹងដោយសារខ្ញុំដាក់សលេងចូលគឺ sound ដែលមានសលេងពេកនេះគឺ sound នេះទៅមកទៀតគឺខ្ញុំនឹងបញ្យល់ទាក់ទងទៅនឹង code ដែលធ្វើម៉េចឲ្យវាចេញ game ដែលក្នុងនោះវាមាន file ចំនួន8ដែលមាន main.py ប៊ូតុងgame object monkey obstacle ហើយនិង underscore 2 ដងនោះ init.py ហ្នឹងinit.py ហ្នឹងវាគ្រាន់តែជាสูตรខ្លះមួយគឺសម្រាប់create game object ហើយនឹង call ហៅ game មកហើយដែលfrom soc.game import game ហ្នឹងមានន័យថាយើងយក class game ហ្នឹងពី file នេះពី file game.py នេះមក
ពី file game.py ហ្នឹងនៅក្នុង SOC នេះ SOC នេះដែលមានfile game.py ហ្នឹងតមកទៀតគឺចូលដល់ទី2 def main def ហ្នឹងមានន័យ def ហ្នឹងមកពីពាក្យពេញពាក្យdefine function មានន័យថាវានឹងបង្កើតនៅ function ថ្មីនេះដូចវានឹង create នៅនេះមកវានឹង create ទៅ game instance and start the game loop ហើយអា game ស្មើ game បើវងកញ្ចក់នេះគឺមានន័យថាប៉ុណ្ណឹងគេហៅថា class game ហើយអានេះគឺជា variable ដែលសម្រាប់រក្សាទុកនៅ object ហើយចូលមកដល់ game.run នេះគឺគេហៅថា method.run ហ្នឹងគឺបានមកពីgame object នេះ method.run ហ្នឹងគឺយើងហៅវាមកចូលក្នុង main ហ្នឹងដែរហើយចូលដល់អាម៉ាកណាត់នេះគឺមានន័យថាប្រសិនបើ player ហ្នឹងយើង open អា main.py ហ្នឹងវានឹង call ហៅនេះ main នេះមកហើយបន្ទាប់មកវានឹង start game ហ្នឹងមកសរុបមកវិញទាំងអស់ហ្នឹងគឺវាគឺជា main.py file main.py ហ្នឹងគឺជា start file នៅក្នុង game ហ្នឹងដូចដំបូងហ្នឹងវានឹង import នៅgame ខ្លះពី soc.game ហ្នឹងមកបន្ទាប់មកទៀតវានឹង create នៅ game object មួយដោយប្រើនេះនៅ game ហ្នឹងបន្ទាប់មកទៀតវានឹង call ហៅ game.run នេះមកដើម្បី start game loop ហ្នឹងចូលដល់file បន្ទាប់គឺ game.py game.py ហ្នឹងវារៀងច្រើនជាងគេចូលដល់ line ដំបូងគឺ import py game មានន័យថាយើងនឹង import នៅ py game library នឹងចូលដល់យើង py ហ្នឹងគឺយើងយកវាគឺដើម្បី create នៅ game ដល់ improvise វាគឺយើង create window throw image keyboard input sound ឬក៏ game clock ចូលដល់ line បន្ទាប់គឺ import sys នឹងចូលគឺមានន័យថានៅក្នុងយើងនឹងធ្វើការ import នៅ Python system library ចូលដល់យើងជួសនៅ file មួយគឺរបៀបចេះគឺ sys.exist របៀបចឹងហើយចូលដល់ line បន្ទាប់គឺ import os import os ហ្នឹងគឺមានន័យថាយើងនឹង import operation system library ចូលដែលយើងប្រើវាគឺដើម្បីimport os ហ្នឹងគឺយើងប្រើវាគឺដើម្បី file ទៅលើ file path management open file ឬក៏ create នៅ folder ចូលដល់ line បន្ទាប់គឺ import នៅimport random ដែលមានន័យថាយើងនឹងធ្វើការ import នៅ random library ចូលហើយយើងប្រើវាគឺដើម្បីនៅ create នៅ random b ហៅវាចូលដល់ line 10គឺ from soc monkey import monkey មានន័យថាយើងនឹង take a monkey ខ្លះហ្នឹងពី from soc monkey.py ហ្នឹងដូចចិត្តដំបូងនេះហ្នឹងគឺ monkey ដូចវាចេញពីខ្លះចេញពី folder នៃ soc នេះមកចូលដល់ line បន្ទាប់គឺ from soc after call from import after call and banana អាហ្នឹងវាដូចទៅនៅ monkey ដែរទេដោយយើងនឹងធ្វើការ import នៅ class ចំនួន2ចូលគឺ class after call និង banana ហ្នឹងឯងចូលដល់line បន្ទាប់គឺ from soc ប៊ូតុង import ប៊ូតុងមានន័យថាយើងនឹងធ្វើការ import នៅប៊ូតុងខ្លះចូលដោយប្រើគឺយើងប្រើវាគឺដើម្បី use នៅ UI ប៊ូតុងអាហ្នឹងចូលដល់ path ខ្ញុំដាក់ឲ្យចូលមើល path អានេះគឺ base dir ហ្នឹងគឺ
នេះទាំងអស់នេះបញ្ចូលមានន័យថាOS មានន័យថាមួយកណាត់ប៉ុណ្ណឹងគឺយើងប្រើវាដើម្បី get នៅ full path ទៅចូលដល់តកតងនឹង color នេះវាគ្រាន់តែជាតកតងនឹង screen ហ្នឹងវាគ្រាន់តែជាគេកំណត់ទៅលើទំហំ screen ទេប៉ុណ្ណឹងហើយតកតងទៅនឹង color វាក៏ដូចតែគ្នាដែរនេះចូលមកដល់ line បន្ទាប់គឺdef underscore try underscore load font ហ្នឹងមានន័យថាវាតកតងទៅនឹងការកំណត់ font ហ្នឹងតមកទៀតចូលដល់candidate ហ្នឹងគឺយើង create វាឡើងគឺដើម្បីដូចយើង create នៅ list name candidate ចឹងដោយ list ហ្នឹងវានឹងស្គាល់នៅ possible font name នេះដូចអាហ្នឹងមានន័យថាវានឹងធ្វើការ check ទៅលើ font name ទាំងអស់ម្ដងមួយចឹងហើយនេះដោយសារអានេះខ្ញុំ note លើហ្នឹងទឹកហើយចូលដល់ចូលមកដល់ class game class game ហ្នឹងគឺមានន័យថាយើងនឹងធ្វើការ create នៅ blueprint for object method ដោយនៅក្នុង Python OOP មានន័យថា class ហ្នឹងមកពីពាក្យ blueprint ដោយសារ class ហ្នឹងវាជា blueprint object ហ្នឹងគឺជា real thing ហើយមាន class ហ្នឹងវានឹង control ទៅលើ screen ទាំងអស់ដែលនេះហើយនឹង main game loop ហ្នឹងចូលដល់អានេះអាហ្នឹងយើងអាចហៅវាបានថាជា constructor ដែលវានឹងធ្វើការrun automatic នៅពេលដែលយើង create នៅ object ចូលដល់អានេះគឺមានន័យថាវានឹង start pgame module ហ្នឹងមុននឹងយើង using នៅ display sound keyboard phone ហ្នឹងវានឹងត្រូវការpygame.init ហ្នឹងចូលដល់ line បន្ទាប់គឺ line នេះគឺយើងប្រើវាគឺសម្រាប់ create នៅ game window ចូលដល់ line បន្ទាប់ខ្ញុំ select ហ្នឹងវាស្រៀងតែគ្នាទេដោយសារអាហ្នឹងវាស្រៀងតែគ្នាអញ្ចឹងខ្ញុំបញ្ចូលកាត់មកនេះគ្រាន់តែជាវា definition ហ្នឹងទៅនឹង background icon show screen show score show menu នេះshow introduction post game វាអីហ្នឹងសរុបមកវិញគឺនៅក្នុង class game ហ្នឹងគឺវាជា main constructor នៅក្នុង game monkey ហ្នឹងគឺមានន័យថា the dot underscore init ហ្នឹងគឺយើងវាជា constructor run នៅពេលដែល game object យើងហ្នឹង create ហើយវានឹងធ្វើការ initialize pygame ហ្នឹងហើយវានឹងធ្វើការ create នៅ window load font image sound create នៅ game object ហើយ build button តមកទៀតវានឹងធ្វើ
ការឡើងនិង self high score មុនពេលដែលយើងចាប់ផ្ដើមលេងហ្គេមចូលដល់ខ្លះទៅគឺ game object object អាហ្នឹងមានថាវាជា parent class ឬក៏វាជា class main class ហ្នឹងគឺវាយើង create parent class ឬក៏យើងអាចហៅបានថាជា class object ហ្នឹងគឺបង្កើតឡើងគឺសម្រាប់ store នៅ common attribute ឬ such as position size image speed and score ហើយ encapsulation វានឹង show នៅ using public protected ឬក៏ហើយនឹង private variable ហើយ getter and setter method វាគឺយើងប្រើសម្រាប់ access នៅ private data ឲ្យវា safe ហើយទាក់ទងទៅនឹង inheritance គឺមានន័យថាយើង allow ឲ្យ class កូនហ្នឹងវាដូចclass monkey class banana ហ្នឹងវាអាច reuse code បានហើយ polymorphism វាគឺវា demonstrative through the throw បើកបញ្ចូលនឹងហើយ move ហ្នឹងវាគឺជា method ធ្វើឲ្យយើងអាច override បានដោយ class បានដោយ class កូនបាននេះ class នេះពីដោយសារមិនខ្ញុំនិយាយសរុបទាំងអស់មកចូលដល់ class បន្ទាប់គឺ class monkey ហ្នឹងគឺជា class កូនទាក់ទងនឹង class ហ្នឹងខ្ញុំនឹងបញ្យល់រួមសង្ខេបដូច class game object វិញដែរclass ហ្នឹងវាគឺជា class monkey ដែលវាទាក់ទងទៅនឹង class ទាក់ទងទៅនឹង player character មានន័យថា monkey ហ្នឹងវានឹង inherit ពី class នេះមក class object class game object ហ្នឹងមកដោយយើងអាចហៅបានថាវាជា parent class ហ្នឹងគឺដើម្បីប្រើវា inheritance ហើយនៅក្នុង content ហ្នឹងគឺ jamming និង physics using Kelvin and velocity មានន័យថា monkey នឹងអាច collect នៅ banana និង earn បាន 10 point for each banana បន្ទាប់មក score នឹង manage ទាក់ទងទៅនឹង getter setter method ហើយវានឹងធ្វើការ inherit from parent class បន្ទាប់មកទៀតវានឹងយើងធ្វើការនៅ reset នៅ position នេះធ្វើការ reset នៅ position method ហ្នឹងគឺសម្រាប់ទាក់ទងនឹងការ restart monkey នៅពេលដែលយើងចាប់ផ្ដើមនៅnew game ចូលដល់ file បន្ទាប់គឺ obstacle អានោះខ្ញុំនឹងធ្វើការបញ្យល់ទាំងអស់ដែរclass ហ្នឹងគឺវាជា class កូនមានន័យថាវានឹង inherit from class game object ហើយវានឹងrepresent obstacle សាច់ហ្នឹងពី file បន្ទាប់មកវានឹង class ហ្នឹងគឺវានឹង demonstrate inherit and polymorphism ចូលដល់ class ប៊ូតុង class ហ្នឹងគឺយើងប្រើវាសម្រាប់ទាក់ទងនឹងការ create នៅ click ប៊ូតុងនៅក្នុង game នីមួយហ្នឹងហើយវានឹងធ្វើការ demonstrate ទៅលើ encapsulation ដោយប្រើ using public ហើយបន្ទាប់មកទៀតយើងនឹងប្រើ method draw គឺដើម្បី display នៅប៊ូតុងហ្នឹងហើយthe click ហ្នឹងគឺយើងប្រើវាគឺជា method សម្រាប់ detect when នៅពេលដែល user ហ្នឹង click លើវាប៉ុន្តែគឺជាបង្កើតវាឡើងដើម្បីនៅក្នុង file SOC ឲ្យវាត្រឹមត្រូវនេះប៉ុណ្ណឹងហើយការបញ្យល់របស់ខ្ញុំគឺចប់ត្រឹមហ្នឹងហើយអរគុណលោកគ្រូ